ចំការលំហែដាំនេះបេះបានអាឡឹកមើលដូងមើលស្លឹកគ្រៃអីបាទល្អណាស់ចេកអីបាទហើយនៅនេះត្រីធំណាអូមេឃចាប់ដើមខ្មៅមកហើយបាទនោះភ្លៀងនៅមកជួរភ្នំអរ៉ាល់តែដល់ខ្យល់បក់មកនេះអត់ទេមែនទេបក់អាចភ្លៀងមកដល់នេះទៀតថ្ងៃនេះបាទស្វាយអីធំលឿនណាស់ហើយឆ្នាំក្រោយនេះបានផ្លែហើយបាទនេះរោងដូចចាំដំណាំរឹងដាក់តុកចឹងទៅបាទមានពីងទឹកអីត្រង់ទឹកភ្លៀងបាទខាងក្រោយនេះស្រែហើយដំជែកពាត់ជុំវិញទៅបាទដំជែកពាត់ហើយនឹងនេះដំណាំបន្លែផ្កាបន្ថែមហើយមកស្រូវឆ្នាំនេះមិនសូវល្អសារវាអត់សូវភ្លៀងអញ្ចឹងមិនសូវល្អស្រូវនេះស្រូវរ៉ៃបេរីពណ៌ក្រហមទេតែឥឡូវពណ៌ខ្មៅស្រូវនេះតែឥឡូវទៅជាក្រហមលក្ខណៈខ្លោចបាទមិនមែនតែខ្ញុំទេស្រូវធម្មតានៅចិត្តខាងនោះក៏អញ្ចឹងដែរក្តៅពេកហើយមិនអត់ភ្លៀងបាទនៅនេះអត់បានដើមឈើមកលុបត្រជាក់ខ្លះទាំងមកលេងនេះក៏នៅទៅបីមេឃក្តៅមិនក៏នៅនេះមានអារម្មណ៍ថាត្រជាក់ដែរបាទដោយសារដើមឈើនេះដើមឈើធំក្រោយនេះអញ្ចឹងវាជួយបាំងកម្ដៅថ្ងៃជួយស្រូបនៅខ្យល់មកបាទអូតាមនេះដាក់លក្ខណៈបន្លែលឿនមានតែសក់មានសណ្ដែកអីហ្នឹងបាទតាមហ្នឹងទៅខាងក្រោយនោះមានចេកមានអីទៀតបាទនេះហើយបាទចកាពូតយចកាលំហែចឹងដល់ពេលយើងហត់ទៅយើងក៏អង្គុយសម្រាកឬក៏ដេកលេងចឹងទៅបាទអរគុណបាទជម្រាបលាបាទ